នេះជាកំភ្លើងធំ M40 ឬខ្មែរយើងសម័យមុនហៅវាថា DK106 ដែលកងទ័ពថៃប្រើប្រាស់ក្នុងការឈ្លានពានកម្ពុជាតាមពិតទៅប្រទេសខ្មែរយើងក៏ធ្លាប់មានវាដែរគឺក្នុងសម័យសាធារណរដ្ឋខ្មែរគឺជាជំនួយរបស់សហរដ្ឋអាមេរិកមកលើរបបលន់នល់ប៉ុន្តែសពថ្ងៃនេះយើងអាចថានៅសល់តិចតួចឬក៏យើងប្រើប្រាស់របស់ចិននិងរុស្ស៊ីគឺប្រភេទ DK75 DK82 ថេប68និងថេប78ដំបងឡើយអាវុធមួយនេះគឺគេដាក់តាំងដើម្បីការពារលទ្ធដ្ឋាននិងវាយទីតាំងសត្រូវនិងជាពិសេសប្រឆាំងនឹងរថក្រោះនៅសម័យសាធារណរដ្ឋខ្មែរកងទ័ពលន់នល់បានយកវាមកបំពាក់លើរថបេដៃ M113 ដើម្បីងាយស្រួលក្នុងការចល័តបំលាស់ទីហើយនៅឆ្នាំ2025នេះកងទ័ពថៃបានយកវាមកដាក់លើភ្នំខ្ពស់ដើម្បីបាញ់ផ្លោងលើខ្មែរយើងនិងយកវាមកបំពាក់លើរថយន្តយោធាអមជាមួយកងទ័ពថ្មើរយើងដើម្បីបាញ់បើកផ្លូវឲ្យទាហានពួកវាឈ្លានពានទៅដីកម្ពុជាផលិតដំបូងក្នុងឆ្នាំ1955ដោយសហរដ្ឋអាមេរិកយកគំរូតាមដីកា82ឬក៏ B10 រុស្ស៊ីវាមានទម្ងន់ 209.5 គីឡូក្រាមបណ្ដោយប្រវែង 3.404 កម្ពស់ 1.12 ម៉ែត្រប្រើប្រាស់គ្រាប់ប្រភេទ 105 គុណនឹង 607 មីលីម៉ែត្រអបាញ់បានចម្ងាយ 1350 ម៉ែត្រទៅ 6870 ម៉ែត្រអត្រាដួលគ្រាប់រត់ 503 ម៉ែត្រក្នុង1វិនាទីដោយអាចបាញ់គ្រាប់ជាច្រើនប្រភេទទាំងគ្រាប់ប្រឆាំងឬក្រោះនិងជាពិសេសគឺប្រឆាំងមនុស្សដែលជាប្រភេទគ្រាប់ជាអំបែងដូចខ្ញុំបាននិយាយមកខាងលើអីចឹងដំបូងឡើយសហរដ្ឋអាមេរិកផលិតវាឡើងដើម្បីប្រើប្រាស់ដាក់ជើងទម្រប៉ុណ្ណោះប៉ុន្តែនៅពេលចូលប្រឡូកក្នុងសង្គ្រាមជាក់ស្ដែងបីស្រោមស្រពទៅតាមស្ថានភាពសង្គ្រាមគេក៏យកវាមកបំពាក់លើរថបេដកដើម្បីគ្រប់គ្រងដល់ការផ្យុទ្ធថ្មើរជើងរីឯថៃវិញបានយកវាមកបំពាក់លើរថយន្តយោធាដែលជាហេតុធ្វើឲ្យវាកាន់តែមានភាពងាយស្រួលក្នុងការចល័តបំលាស់ទីនិងមានប្រសិទ្ធភាពខ្លាំងជាងមុនតាមពិតទៅក្នុងការឈ្លានពានកម្ពុជាថៃបានរៀបចំគម្រោងជាយូរមកហើយដោយពួកយោធាថៃបានសិក្សាពីរបៀបធ្វើសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដូចជាការប្រើដ្រូននិងការបំពាក់របាំងការពារលើរថបេដកនិងរថក្រោះដើម្បីការពារ FPV ដ្រូននិងគ្រាប់ RPG ដោយជាថៃបានយកឈើមកចងរឹបលើរថក្រោះ M60 និងរថបេដក M113 ជាដើមគឺពួកយោធាថៃបានសិក្សាពីសង្គ្រាមអ៊ុយក្រែនទាំងស្រុងវាមើលទៅសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្ញុំបានសង្កេតឃើញខ្មែរយើងមួយចំនួននិយាយបែបសោយចំអកថាវាគ្មានប្រសិទ្ធភាពប៉ុន្តែវាអាចទប់គ្រាប់ប្រឆាំងរថក្រោះខ្មែរយើងបានហើយពីព្រោះក្នុងសង្គ្រាមជាក់ស្ដែងកងទ័ពទាំងសងខាងមិនមែនឈរបាញ់គ្នាក្នុងចម្ងាយជិតគ្នាដូចក្នុងរឿងនោះទេគឺភាគីសងខាងត្រូវនៅក្នុងរយៈចម្ងាយឆ្ងាយពីគ្នានិងមើលគ្នាសឹងមិនឃើញដូច្នេះនៅចម្ងាយឆ្ងាយនេះដើមឈើតូចៗដែលថៃចងរថបេដកនោះអាចការពាររថក្រោះឬក៏រថបេដកបានមួយជាន់